សេចក្តីគោរពគឺជាតម្លៃសំខាន់បំផុតមួយក្នុងជីវិតវាមានន័យថាជាការប្រព្រឹត្តចំពោះអ្នកដទៃដោយក្តីសប្បុរសយុត្តិធម៌និងការយោគយល់នៅពេលអ្នកគោរពអ្នកដទៃអ្នកបង្កើតបាននូវសេចក្តីសុខនិងទំនាក់ទំនងរឹងមាំការគោរពចាប់ផ្ដើមពីនៅក្នុងផ្ទះដោយការគោរពឪពុកម្ដាយរបស់អ្នកនិងមនុស្សចាស់ៗវាក៏រួមបញ្ចូលទាំងការស្ដាប់ដោយយកចិត្តទុកដាក់ការនិយាយដោយគួរសមនិងការទទួលយកមតិយោបល់របស់អ្នកដទៃផងដែរនៅសាលារៀននិងនៅកន្លែងធ្វើការគោរពជួយបង្កើតឲ្យមានការងារជាក្រុមនិងការជឿទុកចិត្តគ្នាមនុស្សដែលមានការគោរពទទួលបាននូវសេចក្តីស្រឡាញ់និងការកោតសរសើរពីអ្នកដទៃអ្នកគួរគោរពមិនត្រឹមតែមនុស្សដទៃប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវគោរពចំពោះខ្លួនឯងផងដែរការគោរពចំពោះខ្លួនឯងផ្ដល់ឲ្យអ្នកនូវទំនុកចិត្តនិងសេចក្តីថ្លៃថ្នូរប្រសិនបើមនុស្សគ្រប់គ្នាអនុវត្តការគោរពក្នុងជីវិតប្រចាំថ្ងៃសង្គមនឹងក្លាយជាកន្លែងដែលកាន់តែប្រសើរនិងមានសេចក្តីសុខជាងមុនសម្រាប់មនុស្សទាំងអស់គ្នា